ដើម្បីការពារកូនស្រីពីចំនួនគ្រួសារអ្នកមានខ្ញុំបានលាក់អត្តសញ្ញាណជាអ្នកមានបំផុតនៅយ៉េងឆេងហើយធ្វើជាអ្នកលក់ដូរធម្មតាតែមិននឹកស្មានថាកូនស្រីត្រូវម្ដាយក្មេកនិងប្តីមើលងាយបែបនេះសោះ CUK ផ្លែឈើស្អុយដែលម៉ែឯងយកមកនេះធ្វើឲ្យប្រឡាក់កំរាលព្រំតម្លៃថ្លៃរបស់ខ្ញុំអស់ហើយឯងសងរួចទេម៉ាក់នេះជាផ្លែឈើដែលម៉ាក់ខ្ញុំរើសតាំងពីព្រលឹមនៅផ្សារវានៅស្រស់ទាំងអស់មិនទាន់ស្អុយទេស្រស់មនុស្សលក់ដូរតាមចិញ្ចើមថ្នល់តើមានរបស់ល្អអីទៅយូធីមិនមែនខ្ញុំចង់និយាយទេមើលម៉ែអញចុះរញទេសលក់នំតាមផ្លូវមិនខ្មាស់គេទេអីថ្ងៃនេះជាថ្ងៃសំខាន់ដែលក្រុមហ៊ុនខ្ញុំត្រូវចុះកិច្ចសន្យាបើអតិថិជនឃើញមានម្ដាយក្មេកបែបនេះតើការងារខ្ញុំទៅជាយ៉ាងណា Yuti Jones ម៉ាក់អឺថាថ្ងៃនេះក្រុមហ៊ុនមានភ្ញៀវសំខាន់មកទើបម៉ាក់ធ្វើស៊ុបយកមកចេញទៅនរណាឲ្យឯងចូលមកក្លិនផ្សែងជាប់ខ្លួនពេញនឹងគុំមកធ្វើឲ្យប្រឡាក់ផ្ទះថ្មីរបស់យើងម៉ាក់ធ្វើអីហ្នឹងនេះជាម៉ាក់បង្កើតរបស់ខ្ញុំណាម៉ាក់បង្កើតហើយយ៉ាងម៉េចការចូលគ្រួសារឆែន3ឆ្នាំហើយសូម្បីតែកូនមួយក៏គ្មានដែរនៅនាំម៉ែអ្នកលក់ដូរមកបង្កបញ្ហាទៀតយូរជាម៉ាក់មិនអីទេ Jones ថ្ងៃនេះក្រុមហ៊ុនកូនត្រូវចុះកិច្ចសន្យាជាមួយ Sheng Shitao មែនទេអ្នកគ្រប់គ្រងរបស់ Sheng Shitao នោះបិទមាត់ទៅមនុស្សលក់នំដូចអ្នកឯងស្គាល់ Sheng Shitao ដែរនោះជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ Deng Sheng Group ណាថ្ងៃនេះថ្នាក់ដឹកនាំគេនឹងមកពិនិត្យដោយផ្ទាល់ CUC ប្រញាប់ដេញម៉ែឯងចេញទៅបើធ្វើឲ្យខូចការងារខ្ញុំយើងលែងលះគ្នាភ្លាម Jones អ្នកគ្រប់គ្រងលិនរបស់ Sheng Shitao មកដល់មុខបូរីហើយគាត់ថាចង់មកសួរសុខទុក្ខអ្នកស្គាល់គ្នាម្នាក់តើឯងមានក្នុងបង្អែកអីលាក់បាំងក្រុមហ៊ុនមែនទេខ្ញុំមានក្នុងបង្អែកអីទៅឪពុកម្ដាយខ្ញុំជាបុគ្គលិកចូលនិវត្តន៍ចំណែកគ្រួសារ CUC ជាអ្នកលក់ដូរតាមផ្លូវឬមួយម៉ាក់ជាអ្នកជួយម៉ាក់ច្បាស់ជាម៉ាក់ជួយរកខ្សែរយៈឲ្យខ្ញុំហើយទើបអ្នកគ្រប់គ្រងលេងមកដល់ផ្ទះបែបនេះអូ Jones ម៉ាក់ពិតជាអ្នកមានគុណរបស់កូនមែនគ្រាន់បើជាងស្រីដែលចាំតែទាញជើងកូនទៅក្រោយឆ្ងាយណាស់ CUK នៅថ្មឹងធ្វើអីទៀតប្រញាប់រើផ្លែឈើលើដីឲ្យស្អាតហើយចូលទៅក្នុងបន្ទប់ដាក់អីវ៉ាន់ទៅកុំចេញមកឲ្យខ្មាស់គេយឺតស៊ីតោះយើងទៅនរណាឲ្យអ្នកឯងទៅស៊ឺយូធីបន្តិចទៀតអ្នកគ្រប់គ្រងលេនមកដល់ហើយឯងនឹងម៉ែឯងត្រូវនៅឲ្យស្ងៀមក្នុងបន្ទប់ដាក់អីវ៉ាន់កុំចេញមកឲ្យខ្មាស់គេឲ្យសោះបើអ្នកគ្រប់គ្រងលេនឃើញថាខ្ញុំមានម្ដាយក្មេកលក់នំតាមផ្លូវកិច្ចសន្យានេះច្បាស់ជាខូចអស់មិនខាន Chen Jones លោកនៅជាមនុស្សទេការលោកបរាជ័យក្នុងអាជីវកម្មគឺម៉ាក់ខ្ញុំដែលយកលុយសន្សំពេញមួយជីវិត 150,000 មកឲ្យលោកបង្វិលដើមទុនឥឡូវលោកបែរជាខ្មាស់គេដែលមានគាត់ជាម្ដាយក្មេកនោះគាត់ស្ម័គ្រចិត្តឲ្យតើម្យ៉ាងទៀត 150,000 នឹងវាស្មើអីបើថ្ងៃនេះ Jones ចុះកិច្ចសន្យារាប់សិបលានបានគាត់នឹងសងវិញភ្លាមប្រញាប់ចូលបន្ទប់ដាក់អីវ៉ាន់ទៅ Chen Jones សង្ឃឹមថាកូននឹងមិនស្ដាយក្រោយនៅពេលបន្តិចទៀតនេះ Jones ភ្ញៀវមកដល់ហើយ